កុំបិទគំនិតព្រោះការបិទគំនិតធ្វើឲ្យក្រគំនិតចុះបើបិទឲ្យមានអីចូលទៀតគំនិតយើងនេះគឺថាយើងត្រូវបើកចិត្តឲ្យបានធំដើម្បីទទួលយករឿងរ៉ាវផ្សេងណាព្រោះរឿងរ៉ាវផ្សេងតែងតែកើតឡើងជាប្រចាំខ្លះវាមកក្នុងរូបភាពដែលគេប្រាប់ខ្លះទៀតវាមកក្នុងរូបភាពដែលគេហៅទៅប្រាប់ខ្លះទៀតវាមកក្នុងរូបភាពដែលគេហៅគេបបួលទៅប្រាប់ទៅណែនាំគម្រោងផែនការអញ្ចឹងទៅហើយអ្នកខ្លះគ្រាន់តែឮសូរគម្រោងផែនការយើងក៏បិទទៅយើងត្រូវសិក្សារៀនសូត្រសិនហើយមិនមែនត្រឹមតែជាគម្រោងផែនការទេអ្វីក៏ដោយកុំគិតថាគេនឹងក្មេងជាងយើងគេនឹងគឺជានារីគេនឹងគឺជាបុរសយើងអត់ស្ដាប់អត់យល់គេអត់មានបទពិសោធន៍គេនឹងតូចតាចគេនឹងអត់ល្បីវាមិនកើតទេកុំឲ្យបិទគំនិតញ៉ាញបែបហ្នឹងកុំឲ្យបិទបែបហ្នឹងអ្នកខ្លះគាត់ចាត់ទុកខួរក្បាលរបស់គាត់ហ្នឹងដូចកែវគ្រាន់តែចាក់មកជ្រោចពីរជ្រោចវាពេញជាបាត់ទៅហើយទទួលយកឡើងបានខ្លះទៀតធំជាងហ្នឹងបន្តិចចាត់ទុកថាលាអាងនៃស្តុកអាគំនិតហ្នឹងវាជាពីងដាក់ទឹកមកអាមេរិកពីអាមេរិកក៏វាពេញដែរក៏វានៅតែតិចដែរខ្លះទៀតបានចាត់ទុកថាលាអាងនៃគំនិតរបស់ខ្លួនឬក៏ក្បាលរបស់ខ្លួនត្រឹមតែជាដងអាដងហ្នឹងភ្លៀងមកជ្រោចពីរជ្រោចក៏វាពេញដែរណាវាគ្រាន់តែច្រើនជាងកែវច្រើនជាងពីងខ្លះទៀតក៏ចាត់ទុកថាខួរក្បាលដូចទលេខួរក្បាលទលេគ្រាន់បើបន្តិចត្រង់ថាទទួលទឹកវាមិនងាយពេញហើយមកគ្រប់ទិសទីទាំងអស់ទឹកអូស្ទឹងបឹងបួអីមកចូលទលេណាប៉ុន្តែអ្វីដែលយើងត្រូវធ្វើទាំងអស់គ្នាបើកចិត្តឲ្យធំទលាបើកគំនិតឲ្យធំទូលំទូលាយនោះគឺថាត្រូវបើកគំនិតឲ្យធំដូចជាសមុទ្រទទួលទឹកពីគ្រប់ទិសទីទាំងអស់ទឹកភ្លៀងណាទឹកជ្រោះអូបឹងទលេមកពីណាក៏សមុទ្រទទួលដែរហើយសមុទ្រវាមិនដែលស្រែកថាពេញទេយើងមានដែរឃើញទឹកហូរចូលសមុទ្រហើយពេញព្រាបទេអត់ទេណាអត់ដែលថាពេញបើសិនជាយើងគិតថាយើងនេះត្រូវរៀនដូចសមុទ្រគឺអត់ពេញស្អីក៏ត្រូវរៀនស្អីក៏ត្រូវរៀនពីព្រោះអង្គចង់ចាំរបស់យើងនេះវាមិនមែនមានដែនកំណត់ថាដាក់បានតែ5T 50T អីទេចង់ដាក់ប្រមាណ G ក៏បាយក៏បានប្រមាណ T ប្រមាណតោនក៏បានដែរ unlimited ណាកុំឲ្យកំណត់បើកំណត់គឺល្ងងហើយក្រកំណត់ហ្នឹងឯងក្រពិតប្រាកដគឺក្រកំណត់នៅពេលដែលយើងចេះដឹងយល់បញ្ញាភ្លឺថ្លាបត់បែនបានតាមសង្គមដើរទៅមិនសូវជាជួបបញ្ហាបើជួបបញ្ហាក៏ដឹងថាត្រូវដោះស្រាយយ៉ាងម៉េចយ៉ាងណាណាបើគំនិតនឹងចាប់ផ្ដើមមានគំនិតជាបន្តបន្ទាប់សម្រាប់បំរើនឹងឆ្លុះបញ្ចាំងឲ្យដំណើរជីវិតទៅកាន់ទីបំផុតកុំឲ្យដើរទាំងងងឹតងងល់ងងខ្លៅ